ជួនចំពោះយុវវ័យមូស្លីមតើធ្លាប់គិតទេថានៅពេលដែលមនុស្សម្នាក់ទើបតែរត់ផុតពីការតាមសម្លាប់ឆ្លងកាត់វាលខ្សាច់ដ៏ក្តៅហែងអស់ជាច្រើនថ្ងៃតើកិច្ចការដំបូងបំផុតដែលគាត់នឹងធ្វើនៅពេលទៅដល់ទីកន្លែងសុវត្ថិភាពគឺជាអ្វីមនុស្សទូទៅច្បាស់ជាស្វែងរកផ្ទះដ៏មានសេចក្តីសុខមួយដើម្បីគេងសម្រាកនិងប្រមូលកម្លាំងឡើងវិញក៏ប៉ុន្តែសម្រាប់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំវិញលោកមិនបានសាងសង់ផ្ទះសម្រាប់ខ្លួនឯងមុននោះទេតែលោកបានចាប់ផ្ដើមសាងសង់ទីកន្លែងផ្ដល់នូវចំណេះដឹងនិងកន្លែងសូឡាតសម្រាប់សហគមន៍មុនគេបង្អស់នេះគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យផ្អែកលើប្រភពដ៏ត្រឹមត្រូវពីសូហេអប៊ូខារីនិងសេរ៉ោះអ៊ីប៊ីនហាស៊ឹមទាំងនេះគឺជាទស្សនវិជ្ជាដ៏រំជើបរំជួលចិត្តនៃការមកដល់ទីតំបន់គូបានិងការបោះជំហានចូលទីក្រុងម៉ាឌីណាដំណឹងនៃការធ្វើដំណើររបស់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពីទីក្រុងម៉ាកាសបានលេចលឺទៅដល់ប្រជាជននៅទីក្រុងយ៉ាស្ទ្រីបជារៀងរាល់ថ្ងៃក្រោយពេលសូឡាតរួចប្រជាជនអានសរបាននាំគ្នាចេញទៅតម្រង់ជួរនៅឯជាយក្រុងតំបន់ហារ៉ាសក្រោមពន្លឺព្រះអាទិត្យដ៏ក្តៅហែងដើម្បីរងចាំមើលផ្លូវព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំពួកគេរងចាំរហូតដល់កម្ដៅថ្ងៃក្តៅខ្លាំងនាពេលថ្ងៃត្រង់ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញនៅក្នុងកំណត់ត្រាខ្លះថានៅថ្ងៃច័ន្ទទី12ឬទី8ខែរ៉ូប៊ីអ៊ុលអាវ៉ាល់ខណៈដែលប្រជាជនទើបតែបំបែកជួរគ្នាត្រឡប់ទៅផ្ទះវិញមានបុរសជនជាតិជីវិតម្នាក់ដែលកំពុងឈរនៅលើប៉មខ្ពស់របស់គេបានក្រឡេកឃើញស្រមោលមនុស្ស2នាក់ស្លៀកពាក់សក្បោះធ្វើដំណើរទម្លុះរលកកម្ដៅវាលខ្សាច់ពីចម្ងាយគាត់ក៏បានស្រែកខ្លាំងៗថាអោប្រជាជនអារ៉ាប់អើយនេះហើយគឺជាមេដឹកនាំដ៏មានកិត្តិយសបំផុតរបស់អ្នកដែលអ្នកកំពុងរងចាំបានមកដល់ហើយភ្លាមៗនោះសម្រែកស្រែកអល់ឡោះហ៊ូអក្បរដែលមានអត្ថន័យថាអល់ឡោះដ៏មហិមាបំផុតបានបន្លឺឡើងក៏ក្រៅពេញទីក្រុងបរោះបានប្រញាប់ប្រញាល់ទាញអាវុធនិងសម្លៀកបំពាក់ល្អៗចេញទៅស្វាគមន៍ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមនៅតំបន់គូបាជាយទីក្រុងម៉ាឌីណាចម្ងាយប្រហែល5គីឡូម៉ែត្រពីកណ្ដាលទីក្រុងបន្ទាប់មកព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាមបានសម្រាកនៅតំបន់គូបាត្រឹមរយៈពេល4ថ្ងៃនៅក្នុងកំណត់ត្រាខ្លះរាប់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃប្រហោះនៅក្នុងរយៈពេលដ៏ខ្លីនេះលោកបានបន្សល់ទុកនៅស្នាដៃជាប្រវត្តិសាស្ត្រមួយគឺការស្ថាបនាកសាងមស្ជីតដំបូងគេបង្អស់នោះគឺមស្ជីតគូបាហើយបន្ទាប់មកជាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនាពេលសាងសង់មស្ជីតគូបាលោកមិនមែនជាអ្នកដឹកនាំដែលឈរចង្អុលប្រាប់គេឲ្យធ្វើនេះធ្វើនោះទេលោកផ្ទាល់បានលើកលីដុំថ្មនិងដីរហូតដល់ប្រឡាក់សម្លៀកបំពាក់និងរាងកាយរបស់លោកក្នុងការកសាងមស្ជីតនៅពេលដែលសូហាបាត់សុំយកថ្មពីលោកដោយនិយាយថាអោអ្នកនាំសាររបស់អល់ឡោះសូមទុកឲ្យពួកយើងជាអ្នកលីវាចុះលោកក៏បានបដិសេធហើយមានប្រសាសន៍ថាចូលទៅយកដុំថ្មផ្សេងមួយទៀតទៅវិហារកុបាសនេះត្រូវបានបញ្ជាក់អះអាងដោយអល់ឡោះនៅក្នុងគីតាបអល់កុរអានសូរ៉ាអតតោបាឃ្លាលេខ108ថាជាមស្ជីតដែលត្រូវបានស្ថាបនាឡើងលើមូលដ្ឋាននៃភាពកោតខ្លាចតាំងពីថ្ងៃដំបូងមកម្ល៉េះបន្ទាប់មកទៀតនៅព្រឹកថ្ងៃសុក្រព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានជិះសត្វអូតរបស់លោកឆ្ពោះទៅកាន់ទីក្រុងម៉ាឌីណានៅតាមដងផ្លូវលោកបានឈប់ដឹកនាំការសូឡាតថ្ងៃជុំអាត់ជាលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រអ៊ីស្លាមនៅក្នុងជ្រលងភ្នំមួយនៅពេលបន្តដំណើរចូលដល់ទីក្រុងទស្សនវិជ្ជានៃការស្វាគមន៍ដ៏ហួសពីការពណ៌នាមួយគឺប្រជាជនគ្រប់រូបសូម្បីតែក្មេងៗស្ត្រីបាននាំគ្នាចេញមកឈរពេញដំបូលផ្ទះនិងតាមដងផ្លូវហើយមេកុលសម្ព័ន្ធនីមួយៗបានមកឈរពាំងមុខសត្វអូតរបស់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនិងអង្វរថាអោអ្នកនាំសាររបស់អល់ឡោះសូមមកស្នាក់នៅផ្ទះរបស់ខ្ញុំចុះយើងមានកម្លាំងការពារនិងមានទ្រព្យសម្បត្តិនៅក្នុងទស្សនវិជ្ជាដ៏រំជើបរំជួលនេះក្មេងស្រីតូចនៃកសម្ព័ន្ធអានសរបានវាយស្គរនិងច្រៀងបទចម្រៀងគឺណាស៊ីត
ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយដែលយើងតែងតែឮរហូតមកដល់សព្វថ្ងៃនេះគឺតឡាអិលប៊តរូអាឡៃណាដែលមានអត្ថន័យថាព្រះច័ន្ទពេញបរមីបានរះឡើងមកលើយើងហើយនិងអត្ថន័យបន្តទៅទៀតគឺមាននៅក្នុងណាស៊ីតនេះបន្ទាប់មកទៀតដោយសារតែគ្រប់គ្នាដណ្ដើមចង់ឲ្យព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមស្នាក់នៅក្នុងផ្ទះរបស់ខ្លួនព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមមិនចង់ឲ្យនរណាម្នាក់អាក់អន់ចិត្តនោះឡើយលោកបានមានប្រសាសន៍ប្រកបដោយគតិបណ្ឌិតមួយថាសូមលែងបង្ហារបស់សត្វអូតនេះចុះពីព្រោះវាត្រូវបានបញ្ជាដោយអល់ឡោះហើយមនុស្សគ្រប់គ្នាក៏បើកផ្លូវឲ្យសត្វអូតនោះដើរវាក៏បានដើរយឺតរហូតដល់ទីធ្លាទទេមួយកន្លែងដែលជាកន្លែងហាលម៉ើរបស់ក្មេងកំព្រា2នាក់វាក៏បានលុតជង្គង់ចុះទោះជាយ៉ាងណាព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមមិនទាន់ចុះភ្លាមនោះទេរហូតដល់សត្វអូតនោះងើបដើរទៅមុខបន្តិចរួចងាកក្រោយត្រឡប់មកលុតជង្គង់និងទម្លាក់ករបស់វានៅកន្លែងដដែលវិញនេះគឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ពីអល់ឡោះបន្ទាប់មកអាប៊ូអាយូបអាល់អាន់សូរីដែលមានផ្ទះនៅក្បែរនោះជាងគេបានប្រញាប់រត់មកយកអីវ៉ាន់របស់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមចូលផ្ទះរបស់គាត់ដោយក្តីរំភើបបំផុតទីតាំងដីដែលសត្វអូតនោះលុតជង្គង់ក្រោយមកត្រូវបានព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមទិញយកដោយយុត្តិធម៌ពីក្មេងកំព្រាទាំងពីរដើម្បីកសាងមស្ជីដអានណាបាវីគឺជាមស្ជីដរបស់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមដែលជាបេះដូងនៃអ្នកអ៊ីស្លាមរហូតមកដល់សព្វថ្ងៃអត្ថប្រយោជន៍និងមេរៀនរបស់យើងសម្រាប់យុវជន 1. សហគមន៍ត្រូវតែមានមជ្ឈមណ្ឌលអប់រំមុនគេព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមមិនបានកសាងវិមានឬទីស្នាក់ការយោធាមុនគេនោះទេតែលោកបានកសាងមស្ជីដគូបានិងមស្ជីដអានណាបាវីតែឡែកសម្រាប់យើងជាយុវជនវិញមេរៀននេះបង្រៀនយើងថាមិនអាចអភិវឌ្ឍសហគមន៍ឬប្រទេសជាតិបាននោះទេប្រសិនបើយើងមិនមានស្ថាប័នអប់រំនិងកន្លែងបណ្ដុះបណ្ដាលសីលធម៌និងស្មារតីឲ្យបានរឹងមាំជាមុននោះហើយមេរៀននិងអត្ថប្រយោជន៍ទី2ក្តីស្រឡាញ់ពិតមិនប្រកាន់វណ្ណៈឬកុលសម្ព័ន្ធនោះឡើយការដែលប្រជាជនម៉ាឌីណាស្វាគមន៍អ្នកភៀសខ្លួនពីទីក្រុងម៉ាកាសដោយក្តីរំភើបនិងមានណាសិតគឺជានិមិត្តរូបនៃការលុបបំបាត់ការរើសអើងប្រកាន់បកពួកអំណាចនៃអ៊ីស្លាមបានចងបេះដូងអ្នកដែលមិនធ្លាប់ស្គាល់គ្នាឲ្យស្រឡាញ់គ្នាលើសពីបងប្អូនបង្កើតទៅទៀតហើយមេរៀននិងអត្ថប្រយោជន៍ទី3គឺការសម្រេចចិត្តដោយយុត្តិធម៌ការទុកឲ្យសត្វអូតជាអ្នកជ្រើសរើសទីតាំងគឺជាវិធីសាស្ត្រដឹកនាំដ៏ឆ្លាតវៃបំផុតរបស់ព្យាការីមហាម៉ាត់សល្លឡោះអាឡៃហ៊ីវសល្លាមក្នុងការបញ្ជៀសការចរណែននិន្ទារវាងកុលសម្ព័ន្ធនីមួយៗតបមកទីក្រុងយ៉ាស្ទ្រីបលែងជាទីក្រុងនៃជំងឺនិងសង្គ្រាមទៀតហើយវាត្រូវបានបដូរឈ្មោះទៅជាអាល់ម៉ាឌីណាអាល់មូណាវ៉ារ៉ាដែលមានអត្ថន័យថាជាទីក្រុងដែលត្រូវបានបំភ្លឺដោយពន្លឺនៅក្នុងវីដេអូបន្ទាប់យើងនឹងបន្តទៅដល់ទំព័រប្រវត្តិសាស្ត្រនៃការចងសម្ព័ន្ធមិត្តជាបងប្អូនរវាងអ្នកទីក្រុងម៉ាកាសនិងម៉ាឌីណាដែលសឹងតែចែកទ្រព្យសម្បត្តិពាក់កណ្ដាលឲ្យគ្នាទៅវិញទៅមកនិងការតាក់តែងរដ្ឋធម្មនុញ្ញម៉ាឌីណាដែលជាច្បាប់រដ្ឋធម្មនុញ្ញសរសេរជាលាយលក្ខណ៍អក្សរដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដើម្បីរួមរស់ជាមួយសាសនាដទៃដោយសន្តិភាពបងប្អូនប្រសិនបើចង់ដឹងនៅរឿងរ៉ាវនេះអាចបន្តតាមដាននៅលើ page Muslim Open Studio របស់យើងហើយប្រសិនបើវីដេអូនេះយល់ថាមានអត្ថប្រយោជន៍ទៅកាន់បងប្អូនទាំងអស់គ្នាសូមធ្វើការចែករំលែកដើម្បីឲ្យអ្នកផ្សេងទៀតបានដឹងផងអស្សឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះតាឡាវ៉ាបារកាតុហ៍